បាទនេះជាសកម្មភាពដែលខ្ញុំបានជិះម៉ូតូទៅរកម្លប់ឈើត្រជាក់ចិត្តបាទយើងមកដល់ហើយជំហានដំបូងយើងក្រាលកន្ទេលតទៅពីយើងក្រាលកន្ទេលហើយសម្រាប់តែយើងក្រាលកន្ទេលទុកគាត់អង្គុយបន្ទាប់មកយើងរើសដុំថ្មពី3ដុំដើម្បីធ្វើជាកន្លែងអាំងមកតបមកយើងបង្កាត់ភ្លើងយើងដាក់ជើងពី3ដុំមកហើយដើម្បីយកល្ងើកពេលកូនខ្ញុំឃ្លានពេកក៏បានញ៉ាំអំបុកបណ្ដាពីឲ្យខ្ញុំនេះមិនបងអង្គយូររត់ទៅយកមកដើម្បីរៀបចំអាំងមកស្រស់ល្អណាបងប្អូនព្រោះអានេះយើងកំងគេបាទហើយឥឡូវពេលនេះយើងបានល្ងើកហើយបាទយើងចាប់ផ្ដើមអាំងទាំងអស់គ្នាដាក់អាំងមកមើលស្រស់ល្អបាទហើយយើងចាប់ផ្ដើមអាំងហើយយើងទុកវាមួយដុំសិនយើងចាប់ផ្ដើមមកបុកទឹកត្រីកោះកុងទាំងអស់គ្នាមានខ្ទឹមមានអំបិលមានស្ករតែខ្ញុំអត់ប្រើប៊ីចេងទេបាទយើងដាក់នៅវារៀងហឹលបន្តិចមកតែវាត្រូវជាមួយមឹកដែលយើងដាក់អាំងមិញហ្នឹងបាទយើងច្របាច់ក្រូចឲ្យវារៀងជូរតិចមកហើយយើងភ្លុកទាំងអស់គ្នាបាទគេថារសជាតិប៉ុណ្ណាទៅបាទមើលតែមាត់ខ្ញុំទៅបាទឆ្ងាញ់ណាស់តបមកយើងប្រែត្រឡប់វាមកទីដៃឆ្ងាញ់ឃើញថាវាឆ្អិនបាន50%ហើយកូនខ្ញុំភ្លុកគាត់ថាឆ្ងាញ់ដែរបាទតែហឹលហើយអាំងឡើងកលេចទៅឃើញក្របីដើរកាត់ហើយតបមកយើងបលែងលេងមួយកូនបន្តិចមកឃើញថាម៉ាក់យើងវាចាប់ផ្ដើមប្រែប្រួលទៅជាឆ្អិនខ្លះហើយបាទឥឡូវនេះឆ្អិនបាន50%ហើយនៅសល់50%ទៀតឥឡូវនេះឃើញថាឆ្អិនហើយបាទយើងចាប់ផ្ដើមហូបទាំងអស់គ្នាបាទញ៉ាំអោណាកូនរសជាតិធម្មជាតិពិតមិនធម្មជាតិអីទេគឺធម្មជាតិយើងហូបកណ្ដាលព្រៃបាទតែហូបកណ្ដាលព្រៃធម្មជាតិហើយតបមកឃើញថាដាក់យកជាមួយកូនតែម្ដងកូនខ្ញុំថាឆ្ងាញ់ណាស់ប៉ាអើយបាទហើយគេញ៉ាំមកបុកកូនខ្ញុំមិនហ៊ានចលក់ទេខ្លាចហឹលតែជាតិបាទជាតិហ្មងមកហើយដល់ពេលតែនេះយើងហូបយើងដកឆ្អឹងចឹងបាទតិចច្រឡំហូបទាំងឆ្អឹងតំណងវាបាទហើយកាមេរ៉ាមែនឃើញថាថតដើរហេទឹកមាត់បដើបាទហើយឥឡូវនេះឃើញថាចិត្តអស់ហើយបាទចិត្តអស់ហើយអញ្ចឹងបាទវីដេអូនេះមានអីច្រើនទេបងប្អូនមានតែប៉ុណ្ណេះទេចាំជួបគ្នាវីដេអូក្រោយបាទបងប្អូនបាយបាទញ៉ាំហើយកាន់កាប់មក